មកលេងប្រទេសឥណ្ឌូនេស៊ីហើយបើបានមកលេងនៅបាតាំចង់រកកន្លែងគេងដែលមានតម្លៃសមរម្យហើយងាយស្រួលក្នុងការរកអីញ៉ាំខ្ញុំណែនាំកន្លែងគេងមួយកន្លែងនឹងមែនទែនដែលមានឈ្មោះថា Fair Hotel Nagoya Batam សម្រាប់តម្លៃគេវិញគឺសមរម្យមែនទែនមួយយប់ត្រឹមតែ$30ទេហើយកតុបគេវិញគឺធំទូលាយល្អមែនទែនហើយclean អាចទទួលយកបានពេលយើងចូលមកដំបូងគឺបន្ទប់ទឹកគេនៅខាងមុខហើយកន្លែងងូតទឹកហើយនឹងកន្លែងបត់ជើងគេខណ្ឌដាច់ចែកពីគ្នាខ្ញុំចូលចិត្ត style បែបហ្នឹងដោយសារតែពេលយើងមុជទឹកទៅយើងចូលបន្ទប់ទឹកចូលអីវាអត់សើមជើងហើយគេមានទូទឹកកកឲ្យមួយអត់ទូចហើយនឹងទូដែកទូចមួយសម្រាប់យើងដាក់សម្ភារៈមានតម្លៃហើយបក្រេគេវិញនឹងតូនហើយធំទៀតហើយមានទូរទស្សន៍ហើយមាន free ដូចជាតែកាហ្វេទឹកអីអញ្ចឹងទៅហើយអីដែលសំខាន់ហ្នឹងគឺខ្ញុំចូលចិត្តនៅខាងក្រោយគេហ្នឹងគឺមានរៀនហាលស្រាប់ឲ្យយើងអង្គុយលេងមើលទេសភាពពេលថ្ងៃពេលល្ងាចអីអញ្ចឹងណានិយាយទៅគឺមានអារម្មណ៍ថា fresh មែនទែនហើយខាងមុខហ្នឹងគឺយើងអាចមើលឃើញសមុទ្រដែរគ្រាន់ថាវាអត់សូវច្បាស់ហើយវាបាំងអាគារហើយនឹងវារឹងឆ្ងាយដែរអញ្ចឹងវាមើលអត់សូវច្បាស់ប៉ុន្មានទេប៉ុន្តែបរិយាកាសគេគឺ fresh មែនទែនហើយអនាម័យទៀតហើយចង់និយាយថាមិនថាពេលយប់ឬក៏ពេលថ្ងៃទេនៅនឹងអត់ស្ងាត់ទេអត់គួរឲ្យខ្លាចទេហើយបើថាការរកអីញ៉ាំវិញគឺស្រួលមែនទែននៅទល់មុខអូតែលហ្នឹងគ្រាន់តែយើងដើរមកមុខមកមានកន្លែងគេលក់អីញ៉ាំចម្រុះហ្មងនិយាយទៅម្ហូបមានច្រើនមែនទែនច្រើនជម្រើសឲ្យយើងរើសមែនទែនមានតាំងពីប្រភេទស៊ុបប្រភេទមីប្រភេទអីចឹងទៅបាយមាន់បាយអីមានច្រើនខ្លាំងណាស់និយាយទៅម្ហូបឥណ្ឌូហើយតម្លៃវិញអត់ថ្លៃទេនិយាយទៅការរស់នៅហូបចុកអីនៅឥណ្ឌូអត់សូវជាថ្លៃហ្មងទេបាយមួយចានអីត្រឹមតែ4រៀល5រៀលឬក៏3រៀលអីមុំយើងឆ្អែតហើយនិយាយទៅគឺហើយឆ្ងាញ់ទៀតជាពិសេសខ្ញុំចូលចិត្តអាបាយមួនហើយអាម្ទេសពណ៌ខៀវគេនេះនិយាយទៅខ្ញុំចូលចិត្តហឹលអញ្ចឹងគឺឆ្ងាញ់មែនទែនហើយនេះស៊ុបត្រីមានប្រហិតមានអីចឹងទៅហើយមានច្រើនជម្រើសមែនទែនសម្រាប់ការឲ្យយើងជ្រើសរើសញ៉ាំអានេះស៊ុបមួនរសជាតិគេឆ្ងាញ់ហើយបើអានេះបាយមួនហើយថ្លើមហ្នឹងគេជាលង្គ្រាមឆ្ងាញ់បើគេតាហើយអានេះបាយភ្លៅមួនហើយម្ទេសខៀវហើយអានេះស៊ុបត្រីហ្នឹងនិយាយទៅម្ហូបគេសិតតែឆ្ងាញ់អាចទទួលយកបានអានេះត្រីបេកាចៀនហើយបន្ទាប់ពីញ៉ាំបាយហើយគឺមិនភ្លេចទេជាមួយនឹងផ្អែមអានេះគេហៅតកកឈូបនៅខ្មែរយើងគឺឆ្ងាញ់បើគេតាហើយម្ហូបគេមិនមែនមានតែប៉ុណ្្នឹងឯងមានច្រើនជម្រើសទៀតខ្លាំងណាស់ស្នាក់នៅនឹងអេមរឿងញ៉ាំហ្មង